នឹងបកគលដែលសង្ខារបឋមមាននាងនេះគឺជាអ្នកដែលមានធัวទាំងឡាយបានរាប់ហើយបានសេចក្តីថាជាបុគ្គលដែលបានចេះដឹងក្នុងធัวរាប់ចាប់តាំងពីសោតាបណ្ណបុគ្គលតែតើគ្នានឹងព្រះអរហន្តមិនឈ្មោះថាសង្ខារបឋមមាននាងបុគ្គលដែលមានធัวបានរាប់ហើយគឺបានន័យថាបានចេះដឹងហើយបានចាក់ស្រុកហើយត្រាស់ដឹងនៅសច្ចធัวហើយហ្នឹងណានឹងគឺថាបុគ្គលនឹងឯងដែលមានគុណធัวនឹងជ្រាកជា16យកមួយមកជ្រាកជា16យកមួយមកជ្រាកជា16ដល់ទៅ16ដងហ្នឹងណាមកជំរាកហ្នឹងណាក៏នៅតែមានតម្លៃជាងដែលព្រះអង្គត្រាស់កន្លះគាថាខាងដើមមកមេសេក៏សក្កិអ្នកពេលលើភុញជេថៈទៅជានាងនឹងឯងបុគ្គលនឹងដូចជាមភូកាជីវៈដែលបោកប្រាស់គេធ្វើខ្លួនឯងជាអ្នកបតែមានរិទ្ធមានអីហ្នឹងនឹងឯងអ្នកស្រុកនឹងស្ដាប់ទៅបានជ្រះថ្លាទៅក្នុងគុណរបស់ព្រះរិយៈទៅហើយព្រះអង្គប្រទានពធទេសនាឲ្យអ្នកស្រុករាប់មើលអ្នកបានតាំងនៅក្នុងសោតាបត្តផលបានតាំងនៅក្នុងអមតៈធัวហ្នឹងនេះសម្ដារៀបរាប់រឿងរ៉ាវខ្លះដើម្បីឲ្យកូនចៅបានស្ដាប់ហ្នឹងហើយក្នុងន័យសេចក្តីថាអាការដែលមិនស្គាល់បញ្ញខណ្ឌហ្នឹងមើលទៅប្រកម្មខ្លួនតាំងតែអំពីរឿងចំណែកនឹងព្រះអរហន្តហើយកើតអំពីនរកមកកើតជាអាជីវៈនឹងនៅប្រកម្មខ្លួនឯងថាប្រសើរថាគ្រាន់បើឲ្យគេគោរពឲ្យគេបូជាអីចឹងនឹងឯងរឿងការដែលមិនស្គាល់បញ្ញខណ្ឌហ្នឹងគឺរបៀបនឹងឯងចឹងសធัวក៏ហូរហែមកឡើង2ម៉ោងចឹងតាណាច្រើនណាស់2ម៉ោង5នាទីច្រើនណាស់ដែលលើស2ម៉ោងចឹងទេដោយសារថាបានមកជួបកូនចៅកូនក្មួយសាច់ញាតិសន្តានអីចឹងទៅហើយមេក្រូក៏លឺស្រួលផងហើយពេលវេលាក៏មុំចឹងហើយប៉ុន្តែខ្លាចក្រែងថាបតីគុណចាស់ណាស់ដោយក្តីគោរពគុណចាស់គង់យូរក្តៅហប់អីហ្នឹងយ៉ាងណាប្រជុំបំធម្មទានដល់គុណចាស់គ្រប់ព្រះអង្គទាំងអស់ហើយនឹងបានប្រាក់ដូចជាពធទេសនាទាំងបែងចែកជាបច្ច័យ4សម្រាប់ប្រសង់ដែលមុនគង់ស្ដាប់ពធជាការដូចជាពធចឹងសមាបាសិកាហេងលឿនដាក់សាលាបាសិកាសក្តិគុណធាកងពួតគឺចាត់ជាសក្តិរូបនឹងឯងដែលមាននៅពេលដែលមានបច្ច័យឲ្យកើតឡើងអានឹងពាក្យថាមេហ្នឹងឯងត្រឹមតែថាយើងមានអតីតកាលបច្ចុប្បន្នកាលអនាគតកាលអីចឹងទៅហ្នឹងឯងអតីតកាលហ្នឹងគឺបានតែមានហើយគឺរលត់ទៅហើយអត់មានតាំងនៅក្នុងទីណាទេត្រឹមតែថាវាធ្លាប់មានប៉ុន្តែវារលត់ទៅហើយហើយអនាគតនឹងមានប៉ុន្តែវាអត់បានកើតឡើងទេតែបច្ចុប្បន្នហ្នឹងគឺឧបណៈកើតឡើងហើយគឺមានកំពុងមានកំពុងប្រកបដែលហៅថាភូតៈនឹងឯងអញ្ចឹងគឺថាចំពោះការកំណត់ដឹងសភាវៈដែលកំពុងមានកំពុងប្រកបនេះមានលក្ខណៈជាការឃើញជាការឮព្រះពើនឹងក្នុងជីវិតរាល់ថ្ងៃហ្នឹងមិនជាអារម្មណ៍សម្រាប់ឲ្យយើងបន្ទុកតោះទេតែជាអារម្មណ៍នាំឲ្យចម្រើនទៅដោយបញ្ញានិងក្លិនអីទៅមិនសំខាន់ត្រង់ដែលកំណត់ដឹងថាការដឹងក្លិនហ្នឹងមានជាបរមត្តវាអត់សេចក្តីសម្គាល់ថាជាយើងហ្នឹងទៅនឹងឯងតែក្លិនមានសម្គាល់ថាយើងមកពីណាជាអ្នកដឹងក្លិនហ្នឹងបើការដឹងក្លិនហ្នឹងជាធាតុជាបរមត្តមានពិតអញ្ចឹងដឹងរសដឹងខប់កពៈសិតតែជាបរមត្តជាប្រអដីគ្រប់គ្រាគ្រប់ពេលវេលាគឺថារលឹកសិក្សាតាមសភាវៈទាំងអស់នឹងឯងក៏ដឹងថាជាអភិធម្មជាបរមត្តដែលមានបច្ច័យឲ្យកើតឡើងនឹងដែលជា